ខាយចាត់ចូលឆ្នាំតាមចំណាំយើងទៅលេងវត្តជំរាបសួរពុកម៉ែបងប្អូនមីមីងមិត្តភ័ក្តិទាំងអស់គ្នាពួកខ្ញុំនៅខាងស្រុកបារាំងខាយចាត់ក៏ទៅវត្តដែរថ្ងៃនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅលេងវត្តវាំងសែនសម្រាប់ស្រុកបារាំងខែ3ឈានចូលខែ4ហ្នឹងគឺជាខែដែលចាប់ផ្ដើមល្អហើយពុកម៉ែបងប្អូនដោយសារខែនេះគឺចេញផុតពីរដូវរងាហើយចូលដល់រដូវផ្ការីកវិញដោយបងប្អូនបានឃើញអញ្ចឹងរដូវនេះគឺប្រជាជនបារាំងចាប់ផ្ដើមពាក់ខោអាវស្ដើងហើយបន្ទាប់ពីរដូវផ្ការីកគឺនឹងឈានចូលរដូវក្តៅពេលនឹងហើយដែលប្រជាជនរស់នៅក្នុងប្រទេសបារាំងសប្បាយជាងគេជាខែដែលកក់ក្ដៅជាខែដែលអត់ល្ងាញញ័រញាក់ហើយជាខែដែលវ៉ាកងទៀតផងទស្សនវិជ្ជាដែលពុកម៉ែបងប្អូនកំពុងតែឃើញនេះគឺជាផ្លូវដែលដើរទៅកាន់វត្តវាំងសែនចាវត្តវាំងសែនបើគិតចម្ងាយពីផ្ទះខ្ញុំទៅគឺប្រហែលជា10គីឡូទេបើយើងជិះឡានរៀងលឿន10នាទីឬក៏15នាទីដល់ហើយប៉ុន្តែដោយសារពួកខ្ញុំជិះរទេះភ្លើងអញ្ចឹងហើយពួកខ្ញុំត្រូវចំណាយពេលប្រហែលជា40ទៅ50នាទីនៅជាប់វត្តវាំងសែនហ្នឹងគឺមានប៉ាក់មានសួនដ៏ធំមួយដូចបងប្អូនបានឃើញហ្នឹងគឺជាសួនដ៏ធំមួយដែលសម្រាប់ឲ្យប្រជាជនបារាំងទៅពិកនិចទៅដើរលេងជិះកង់ដូចបងប្អូនបានឃើញនៅក្នុងវីដេអូនឹងអញ្ចឹងនៅពេលដែលមានអាកាសធាតុល្អមេឃល្អប្រជាជនបារាំងទាំងអស់គឺគេតែងតែមកលេងបែបហ្នឹងដោយឡែករៀងរាល់ថ្ងៃអាទិត្យចាប់ពីចុងខែនេះរហូតដល់ដាច់ខែ4គឺខ្មែរយើងតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំនៅវត្តវាំងសែននេះឯងមានន័យថានៅស្រុកខ្មែរយើងចូលឆ្នាំ3ថ្ងៃថ្ងៃ14 15 16ប៉ុន្តែនៅប្រទេសបារាំងគឺចូលឆ្នាំរៀងរាល់ថ្ងៃអាទិត្យមានន័យថាក្នុងមួយខែហ្នឹងគឺ4អាទិត្យហ្នឹងគឺចូលឆ្នាំរហូតពុកម៉ែបងប្អូនអាចមកលេងកំសាន្តអាចមកអុជធូបអាចមកចូលបុណ្យអាចមកញ៉ាំអាហារអីផ្សេងនៅវត្តនឹងបានហើយហេតុផលដែលធ្វើឲ្យពួកយើងប្រារព្ធពិធីបុណ្យចូលឆ្នាំបែបហ្នឹងដោយសារតែពួកយើងភាគច្រើនគឺឈប់ថ្ងៃអាទិត្យនេះគឺជាទស្សនវិជ្ជានៅក្នុងវត្តពុកម៉ែបងប្អូនគេមានរៀបចំបែបហ្នឹងមានកន្លែងឲ្យពុកម៉ែបងប្អូនអុជធូបអុជទៀនចូលបុណ្យអីចឹងទៅហើយកន្លែងនេះគឺបងប្អូនខ្មែរគាត់រំលេងកំសាន្តគឺនៅខាងមុខវត្តហ្នឹងមើលទៅសប្បាយមែនតើពុកម៉ែបងប្អូនទៅឃើញផ្ទាល់មិនដឹងថាសប្បាយហើយនឹកស្រុកយើងឯងពេលឃើញអញ្ចឹងគឺនឹកស្រុកយើងមែនតើហើយពេលទៅដល់កន្លែងហ្នឹងមានអារម្មណ៍ថាដូចយើងនៅស្រុកខ្មែរយើងអញ្ចឹងអត់ដូចយើងនៅស្រុកបារាំងទេឥឡូវនេះយើងងាកមកមើលចំណីចំណុកដែលបងប្អូនខ្មែរគាត់យកទៅលក់នៅក្នុងវត្តនឹងវិញបងប្អូននិយាយពីអស់តោហើយឃើញមួយណាក៏ទំនងដែរកូនប្រុសខ្ញុំគ្រាន់តែឃើញតកឈូសបងប្អូនហើយច្អល់ទីអត់ឈប់ឥឡូវបានមួយកែវហើយកំពុងតែឆ្ងាញ់ណាស់ចេញពីតកឈូសនឹងមកឃើញសាច់គោអាំងបងប្អូនហើយនិយាយមែនតើណាឃើញខាងក្រៅនិយាយពីមហាសែនទំនងហើយមិនមែនមានលក់តែប៉ុណ្្នឹងឯណាច្រើនមែនតើហើយគ្រប់មុខហើយខ្ញុំថតអត់អស់ទេបងប្អូនហ្នឹងឯងទៅវត្តវាំងសែនណាសប្បាយជាងគេបំផុតគឺញ៉ាំម្ហូបនំចំណីដែលបងប្អូនក៏យកទៅលក់នៅនឹងគឺសិតតែជារបស់ខ្មែរហើយយើងខានញ៉ាំរបស់ខ្មែរយូរបងប្អូនទៅវត្តហ្នឹងគឺខ្វាកហ្មងឃើញមិនដឹងញ៉ាំអីចោលអីទេហើយចំពោះចំណីអាហារផ្សេងខ្ញុំអាចទប់អារម្មណ៍បានតែមកដល់ត្រង់កន្លែងនេះវិញគឺទប់លែងជាប់ហើយបងប្អូនមើលជើងមាន់អីគេថៃប្រៃផ្អកអូឡាឡានិយាយពីអស់ទាស់ឡើងឈ្ងុយឡើងខ្លាំងឈ្ងុយឡើងសន្លប់ហ្មងមែនសុំសរសើរបងអ្នកលក់អស់ចាហើយឥឡូវនេះគឺដល់វគ្គជួបជុំម្ដងជួបជុំបងស្រីទីស្រឡាញ់ចាអត់មានគម្រោងទេគឺចៃដន្យខ្ញុំក៏មកបងក៏គាត់មកដែរហើយក៏ផ្ញើសារទៅគាត់ទៅថាបងនៅវត្តវាំងសែនគេរំសប្បាយណាស់ហើយគាត់ក៏ថាអូខេបងនៅនឹងដែរចោះយើងជួបគ្នាមានអីបងប្អូនដល់ពេលយើងចៃដន្យអញ្ចឹងយើងអត់ណាត់គ្នាជួបគ្នាសប្បាយវិញតាតែពេលណាត់គ្នាហ្នឹងច្រើនតែចុះឡើងអត់បានមកជួបគ្នាវិញវីដេអូខ្ញុំគឺមានតែប៉ុណ្្នេះទេអរគុណពុកម៉ែបងប្អូនដែលបានទស្សនាហើយជូនពរទាំងអស់គ្នាសុខសប្បាយសួស្តីឆ្នាំថ្មីពីខ្ញុំរស្មីខ្មែររស់នៅក្នុងប្រទេសបារាំង